ថោកជាងជីវិតសត្វទៅទៀតនៅក្នុងប្រទេសយើងហើយមួយទៀតនៅក្នុងករណីទាំងអស់នេះដែលខ្ញុំបង្ហាញអំពីវីដេអូឥឡូវហ្នឹងនៅប្រទេសចិនកំពុងតែបង្កើននៃការសម្លាប់និងការតវ៉ារបស់ប្រជាជនដែលកំពុងតែគេហៅថាកំពុងតែរង្គោះរង្គើយ៉ាងខ្លាំងហើយមានការបញ្ជាឲ្យមានការសម្លាប់យ៉ាងព្រៃផ្សៃខ្ញុំតែងតែជម្រាបអ្នកទាំងអស់គ្នាថាកាលណាយុទ្ធសាស្ត្រផែនការរបស់នៅប្រទេសចិនណាគេធ្វើអីអាផែនការហ្នឹងវានឹងមកដល់កម្ពុជាហើយព្រោះអីកម្ពុជាគឺជាខេត្តមួយរបស់ចិននៅក្នុងខ្សែភ្នែករបស់កុម្មុយនីសចិនគឺកម្ពុជាគឺជារបស់កុម្មុយនីសចិនរួចហើយអញ្ចឹងការវិវត្តនយោបាយការដែលអនុវត្តផែនការទាំងអស់គឺត្រូវធ្វើដូចគ្នាហើយមួយទៀតដោយពាក់ព័ន្ធតែគេឲ្យមើលឃើញអូឥឡូវនេះនៅក្នុងប្រទេសកម្ពុជាសភាគេកំពុងតែអនុម័តបទបញ្ញត្តិបទបញ្ញត្តិដែលឲ្យមើលឃើញថាគ្រប់គ្រងបទឧក្រិដ្ឋកម្មអនឡាញបើយើងមើលទៅថាវាគឺជាការគ្រប់គ្រងបទឧក្រិដ្ឋកម្មអនឡាញប៉ុន្តែការពិតនេះគឺជាការដែលបង្កើតច្បាប់ដើម្បីសម្លាប់មន្ត្រីខ្លួនឯងដោយស្របច្បាប់ឲ្យយល់ថាពួកគាត់គឺជាអ្នកពាក់ព័ន្ធពុករលួយនិងឧក្រិដ្ឋកម្មអនឡាញទាំងអស់នេះគឺជាផែនការនៃការសម្លាប់មន្ត្រីរបស់គណៈបកប្រជាជនមិនមែនជារឿងដែលបង្កើតច្បាប់អនុវត្តឧក្រិដ្ឋកម្មទប់ស្កាត់ឧក្រិដ្ឋកម្មអនឡាញទេព្រោះអីព្រោះនៅប្រទេសចិនក៏គេធ្វើច្បាប់នឹងដែរអញ្ចឹងមកខ្ញុំជម្រាបអ្នកទាំងអស់គ្នាកាលណានៅចិនគេអនុវត្តផែនការមួយកម្ពុជាគឺធ្វើដូចគ្នាអត់ប្រែប្រួលបានអត់ងាករេបានទេជាពិសេសអាផែនការដែលត្រូវសម្លាប់ខ្មែរសម្លាប់ប្រជាជនខ្លួនឯងនេះគឺត្រូវតែធ្វើ 100% អូខេឥឡូវកន្លងមកដែលខ្ញុំលើកឡើងថាគេនឹងយកអាតួឯកអាកូនយួនអោមយន្ទៀងដែលកាន់តួនាទីកន្លែងអង្គភាពប្រឆាំងអំពើពុករលួយយកមកធ្វើតួឯកដើម្បីកាត់ទោសមន្ត្រីពុករលួយមែនទេឥឡូវមកហើយមែនទេអរគុណសម្ដេចអរគុណច្រើនដែលជួយឲ្យព័ត៌មានខ្ញុំខ្លាយទៅជាព័ត៌មានពិតពួកខ្ញុំគិតថាខ្ញុំនិយាយលេងទេខ្ញុំស្មានទេណាព័ត៌មានឡប់ទេច្លប់ផងត្រូវប៉ុណ្ណឹងចុះបើសិនជាអត់ឡប់នឹងត្រូវប៉ុណ្ណាណាអាហ្នឹងយើងមើលណាអាហ្នឹងព័ត៌មានឡប់ព័ត៌មានបែកផងដាក់មកត្រូវហើយឡប់សោះហ្នឹងសម្ដេចរត់តាមក្រោយធ្វើអីអត់ខ្មាស់គេទេចឹងអត់ខ្មាស់អ្នកគ្រប់គ្រងរបស់សម្ដេចទេតែពួកគាត់តែងតែឲ្យយល់ថាសម្ដេចគឺជាមេដឹកនាំល្អហើយខ្ញុំនិយាយអំពីភាពអវិជ្ជមាននៅក្នុងរបបសម្ដេចខ្ញុំនឹងគឺជាមនុស្សដែលមិនល្អនោះណាហើយពួកគាត់ថាខ្ញុំជាមនុស្សឡប់មនុស្សឈួតព័ត៌មានបែកព័ត៌មានមិនពិតមិនពិតផងឡប់ផងឈួតផងហើយនៅសម្ដេចអនុវត្តផែនការនឹងបន្តមកអញ្ចឹងមែនទេចុះអានឹងគិតមិនទៅហ្មងថត10000សួស្ដីដែរបងអូខេអញ្ចឹងអ្វីដែលខ្ញុំលើកកន្លងមកការបង្កើនការសម្លាប់ការយកអោមយន្ទៀងអាកូនយួនអោមយន្ទៀងមកធ្វើជាអ្នកដោះស្រាយកាត់ក្តីអំពើពុករលួយមកហើយមួយទៀតការប្រកាសមេរោគក៏មកដែរឃើញទេមកទាំងអស់ការប្រកាសមេរោគការប្រកាសខ្យល់ពុលចុះប្រទេសកម្ពុជាយូរយារអត់ដែលឃើញណាប្រកាសថាមានខ្យល់ពុលផងប្រទេសកម្ពុជាជាប់ព្រំដែនថៃពេលដែលប្រទេសថៃគេបង្កើតជាបរដ្ឋគេប្រុងប្រយ័ត្នពីកត្តាខ្យល់ពុលឯងឈរសោយគេអួតគេកម្ពុជាអត់មានខ្យល់ពុលទេដោយសារអីកម្ពុជាមានសំណាញ់បាំងខ្យល់ពុលមែនទេសម្ដេចពុកចុះធម្មតាប្រទេសជាប់គ្នាខ្យល់វានៅក្នុងលំហហើយកាលណាបានន័យថាពុកគាត់មានសំណាញ់មេឃបានន័យថាគាត់អាចចង់បិទខ្យល់ពុលនឹងតាណាក៏បានដែរបើប្រទេសគេមានអាសំណាញ់មេឃហ្នឹងគេទប់គ្រាប់ប៉ុន្តែកម្ពុជាសម្រាប់សម្ដេចពុកគឺយកសំណាញ់មេឃទប់ខ្យល់ពុលតែឥឡូវមិនទប់លេងជាប់អត់ធ្លុះសង្ស័យសំណាញ់ហ្នឹងវាធ្លុះមើលទៅបានគេមានខ្យល់ពុលនៅកម្ពុជាមែនទេពុកប្រហែលជាចឹងក៏មិនដឹងហើយមួយទៀតបងប្អូនចាំជួយ share ព័ត៌មានមួយទៀតដែលសម្ដេចពុកគាត់ចេញប្រកាសគម្រាមក្តែងនោះណា
បងប្អូនជួយផុសជួយ share ឲ្យបានច្រើនផងសំឡេងរបស់សម្ដេចពុកដែលគាត់ទៅគម្រាមថ្មីនេះណាបងប្អូនជួយ share ឲ្យកក្រឹកកក្រែងទៅដើម្បីឲ្យគាត់ដើម្បីជួយលើកទឹកចិត្តគាត់ព្រោះគាត់ចូលចិត្តគាត់ចង់ល្បីឲ្យគាត់ល្បីទៅបងប្អូនជួយ share ឲ្យណាណៃទៅអ្នកណានៅក្រៅប្រទេសសរសេរជាអង់គ្លេសដាក់ទៅបកប្រែថាគាត់និយាយភាសាអីអ្នកនៅក្នុងស្រុកគាត់ទៅ share ទៅជួយ share គាត់ទៅព្រោះដើម្បីអីចុះពុកគាត់ផុសអីគាត់ត្រូវការឲ្យប្រជាជនជួយ share ឲ្យដើម្បីឲ្យយល់ថាគាត់ក៏ឲ្យប្រជាជនគ្រប់គ្រងមែនទេអញ្ចឹងបងប្អូនជួយ share ទៅកន្លែងនោះមួយខ្ញុំគ្រប់គ្រងឲ្យបងប្អូនជួយ share ណាឡាអញ្ចឹងទាំងអស់នេះគឺវាមកហើយអ្វីគ្រប់យ៉ាងដែលខ្ញុំលើកកន្លងមកវាមកទាំងអស់ប៉ុន្តែអ្វីគ្រប់យ៉ាងដែលត្រូវទប់ស្កាត់ដែលគេហៅថាការពារភាសាជាជាជួយបានតែវាអត់មានអ្នកទាំងអស់គ្នាមើល5នាក់ស្លាប់ម្ដង5នាក់អាហ្នឹងឲ្យមើលឃើញផងណាហើយវាទៅជារឿងធម្មតាមួយទៀតនៅក្នុងករណីឲ្យមើលឃើញនៅក្នុងករណីដែលឲ្យមើលឃើញថាការស្លាប់ម្ដង5នាក់ម្ដង6នាក់នេះណាគេកំពុងតែទៀមទាត់គ្នាទៀតថាតើការឈឺចាប់របស់ប្រជាជនខ្មែរជាមួយនឹងភាពសប្បាយភ្លើតភ្លើនជាមួយនឹងការបំពុលពួកប្រព័ន្ធតារាអនឡាញមួយណាវាក៏ក្រៅជាងវានៅតែគេហៅថាវានៅមានទម្ងន់ជាងយល់ទេអញ្ចឹងការសម្លាប់ខ្មែរទាំងអស់នេះវានៅតែស្រាលវាធ្ងន់ដូចអីព្រោះមនុស្សគឺចូលចិត្តតែសប្បាយចេះមនុស្សឃើញតែការស្លាប់នឹងឃើញតែផ្លែនឹងឈឺចាប់តែផ្លែហ្នឹងឯងប៉ុន្តែមនុស្សចាប់ដើមអាសបាយដែលគេខំប្រឹងបំពុលឲ្យមកឃើញក្រុមតារាឥឡូវគេកំពុងថត MV អមវាំងអីនោះណាអាហ្នឹងណាគេកំពុងស្ទាបស្ទង់ស្ថានភាពគេហៅថាស្ទាបស្ទង់គេហៅថាយុទ្ធសាស្ត្ររបស់គេតើមួយណានៅមានទម្ងន់អញ្ចឹងបើសិនជាការស្ទង់ទៅឲ្យមើលឃើញថាកម្លាំងប្រជាជនគឺនៅតែ down ប៉ុន្តែនៅតែធ្លាក់ចុះនៅក្នុងការចាប់អារម្មណ៍ការសម្លាប់របស់គេត្រូវតែបង្កើនឲ្យពួកអាកងទ័ពការពីអំណាចនោះណាដែលជាក្រុមប្រព័ន្ធតារាអនឡាញនោះរកវិធីសាស្ត្រដើម្បីបំពុលឲ្យកាន់តែខ្លាំងថែមទៀតហើយពួកវានឹងជោគជ័យយេលទ្ធផលចុងក្រោយពួកវានឹងជោគជ័យអាហ្នឹងអ្វីដែលគេបង្កើតចេញមកទាំងអស់គេសុទ្ធតែមានការដែលគេហៅថាស្ទង់មតិការវាស់វែងការពិនិត្យយ៉ាងម៉ត់ចត់ដូច្នេះគេបានផ្ទៀងផ្ទាត់ហើយថាការសម្លាប់មនុស្សប៉ុណ្ណេះអត់ទាន់មានអីដែលប៉ះពាល់ផ្លូវអារម្មណ៍របស់ប្រជាជនទេព្រោះប្រជាជនទាំងអស់នេះត្រូវបានលាងខួរក្បាលត្រូវបានគ្រប់គ្រងខួរក្បាលហើយប្រជាជនទាំងអស់នេះត្រូវបានបង្រួបដោយការសប្បាយរួចទៅហើយមនុស្សណាក៏ចង់សប្បាយដែរអាហ្នឹងអូខេយើងមើលនៅក្នុងប្រទេសនីមួយបើយើងមើលថាដូចជាដែលការអួតរបស់គ្រួសារសម្ដេចដែលលើកឡើងអំពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាអូខេប្រទេសមួយនៅពេលដែលអូខេនៅពេលដែលប្រទេសមួយมันមានច្បាប់តើនៅហៅថាប្រទេសដែរឬទេមានច្បាប់មិនយើងមានច្បាប់រដ្ឋធម្មនុញ្ញយ៉ាប្រទេសយើងវាមានច្បាប់រដ្ឋធម្មនុញ្ញប៉ុន្តែរាល់ថ្ងៃគឺអត់មានច្បាប់ទេរដ្ឋធម្មនុញ្ញនៅក្រោមបាតជើងរដ្ឋធម៌សែនរដ្ឋធម៌ណែតឃើញទេអញ្ចឹងបានន័យថាប្រទេសអត់ច្បាប់ព្រោះគ្រួសារត្រកូលហ៊ុនគឺជាច្បាប់ណាគ្រួសារសម្ដេចគឺជាច្បាប់អញគឺជាច្បាប់អញគឺជារដ្ឋធម្មនុញ្ញអញគឺជាតុលាការណាអញគឺជាក្រសួងយុតិធម៌ណាគ្រួសារអញគឺជាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគ្រួសារអញគឺជាក្រសួងការពារជាតិគ្រួសារអញគឺជាក្រសួងមហាផ្ទៃគ្រួសារអញគឺជាក្រសួងបរិស្ថានក្រសួងអប់រំក្រសួងសុខាភិបាល
នៅពេលដែលអំណាចរបស់ប្រទេសមួយត្រូវបានឯកជននិងទ្រព្យសម្បត្តិត្រូវបានគ្រប់គ្រងជាសាធារណៈគ្រប់គ្រងជាសាធារណៈបែបណារាល់ថ្ងៃតែអ្នកទាំងអស់គ្នាគិតថាទ្រព្យសម្បត្តិដីធ្លីរបស់អ្នកទាំងអស់គ្នានឹងពិតជាទ្រព្យសម្បត្តិឯកជនរបស់អ្នកទាំងអស់គ្នា 100% ហើយឬនៅច្បាស់ទេថាទ្រព្យសម្បត្តិរបស់អ្នកទាំងអស់គ្នាគឺជាទ្រព្យសម្បត្តិឯកជន 100% ឧទាហរណ៍ដីធ្លីផ្ទះសម្បែងណាមុខរបរផ្សេងណាច្បាស់ថាជារបស់អ្នកទាំងអស់គ្នាទេចាំបើជារបស់អ្នកទាំងអស់គ្នាហេតុអីក៏ត្រូវគេរឹបអូសទាំងដឹងហើយថាការរឹបអូសនោះគឺដោយសារជាពាក់បំណុលប៉ុន្តែបំណុលនោះគឺបំណុលអីបំណុលធនាគារប៉ុន្តែធនាគារនៅក្នុងប្រទេសនោះគឺជាធនាគារលាងលុយកខ្វក់ជាធនាគាររបស់គ្រួសារត្រកូលហ៊ុនទាំងអស់អញ្ចឹងមកន័យថាទ្រព្យសម្បត្តិរបស់អ្នកទាំងអស់គ្នាបើយើងមើលធម្មតាថាអ្នកទាំងអស់គ្នាស្របច្បាប់ប៉ុន្តែអត់ទេទ្រព្យសម្បត្តិរបស់ប្រជាជនទូទាំងប្រទេសរាល់ថ្ងៃនេះគឺជាទ្រព្យសម្បត្តិខ្លាយទៅជាទ្រព្យសម្បត្តិសាធារណៈកាលណាទ្រព្យសម្បត្តិសាធារណៈបានន័យថាជាកម្មសិទ្ធិរបស់រដ្ឋហើយរដ្ឋគឺគ្រួសារហ៊ុនបានន័យថាបើគេចង់យកឧទាហរណ៍ដូចជាបងប្អូនដែលគេត្រូវតំបន់អភិវឌ្ឍដីធ្លីដែលប៉ះពាល់ឧទាហរណ៍តំបន់ដូចជាពលានយន្តហោះដីជោអញ្ចឹងបងប្អូនដែលប្រមាណគ្រួសារដែលមិនទាន់បានតំណងនោះណាអូការអភិវឌ្ឍដើម្បីភាពរីកចម្រើនរដ្ឋត្រូវការយកប្រើមែនទេអញ្ចឹងអ្នកឯងមិនទទួលសំណងឧទាហរណ៍ណែដីនឹងតាមតម្លៃទីផ្សារក្បាលដីរបស់អ្នកឯងបាន$1 លានគេឲ្យអ្នកឯង$40,000ឬក៏$20,000អ្នកឯងមិនយកអត់ព្រោះនេះគឺដើម្បីជាផលប្រយោជន៍ប្រទេសជាតិដើម្បីរដ្ឋប៉ុន្តែប្រទេសដែលអត់មានច្បាប់រដ្ឋនោះណាគឺគ្រួសារមេចោលពេលដែលគេចង់ប្លន់របស់អ្នកណាមួយគេប្រើពាក្យថារដ្ឋគឺជាគណៈបកកុម្មុយនីស CPP គណៈបកកុម្មុយនីស CPP គឺជាគ្រួសារហ៊ុនបានន័យថាសមាជិកគណៈបកក៏មិនមែនជាអ្នកទទួលផលប្រយោជន៍ពីរបស់អស់នឹងដែរបានន័យថាសរុបមកទាំងទ្រព្យសម្បត្តិឯកជនទ្រព្យសម្បត្តិរដ្ឋទាំងអាយុជីវិតប្រជាជនទាំងអស់គឺជាទ្រព្យសម្បត្តិរបស់រដ្ឋហើយរដ្ឋគឺជារបស់គ្រួសារហ៊ុនអញ្ចឹងបានបើសិនជារាល់ថ្ងៃនេះអាយុជីវិតទ្រព្យសម្បត្តិរបស់អ្នកទាំងអស់គ្នាជារបស់ឯកជនកម្មសិទ្ធិឯកជនវិញគេមិនមែនសម្រាប់អ្នកទាំងអស់គ្នាយ៉ាងប្រៃផ្សៃហើយទៅជារឿងធម្មតាអញ្ចឹងទេហ្នឹងអញ្ចឹងបានន័យថាអ្នកទាំងអស់គ្នាក៏ទទួលស្គាល់ដែរថាប្រទេសជាតិក៏ជារបស់គ្រួសារហ៊ុនគណៈបកប្រជាជនក៏ជារបស់គ្រួសារហ៊ុនទ្រព្យសម្បត្តិរបស់អ្នកទាំងអស់គ្នាធនអាចលនៈទ្រព្យគ្រប់ប្រភេទរបស់អ្នកទាំងអស់គ្នាក៏ជារបស់គ្រួសារហ៊ុនរួមទាំងអាយុជីវិតគ្រួសារជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាក៏ជារបស់គ្រួសារហ៊ុនគ្រួសារហ៊ុនចង់ឲ្យស្លាប់បែបណាគឺតាមអំពើចិត្តរបស់គេព្រោះអ្នកឯងទាំងអស់គ្នាគឺជាទ្រព្យសម្បត្តិសាធារណៈគឺជាទ្រព្យសម្បត្តិរដ្ឋគឺជាគ្រួសារហ៊ុនអាហ្នឹងគឺពីបែបហ្នឹងនៅពេលដែលអំណាចរបស់ប្រទេសមួយត្រូវបានឯកជននិងទ្រព្យសម្បត្តិត្រូវបានគ្រប់គ្រងជាសាធារណៈវាមិនមែនជារដ្ឋទៀតទេវាត្រូវបានគេហៅថាក្រុមបោកបញ្ឆោតអញ្ចឹងហើយបានជាខ្ញុំប្រកាសថាអូបិទឡើងចិត្តមកហើយបិទទៅសម្ដេចបិទឲ្យខ្លាំងទៅមិនអីទេបិទឡើងទឹកបៀតមកយ៉ាចឹងហើយបាទខ្ញុំតែងតែប្រកាសប្រាប់ថាគ្រួសារតកូលហ៊ុនមិនមែនជារដ្ឋាភិបាលកម្ពុជាទេគ្រួសារតកូលហ៊ុនមិនតំណាងឲ្យប្រទេសកម្ពុជាទេគ្រួសារតកូលហ៊ុនមិនតំណាងឲ្យប្រជាជនកម្ពុជាទេ Yeah all friend family Hun Sen not government Cambodia family Hun Sen not leader Cambodia because family Hun Sen is a criminal kill people in Cambodia many people every time ដូច្នេះអំណាចរដ្ឋរបស់គណៈបកកុម្មុយនីសកម្ពុជាដែលហៅកាត់ថា CPP ត្រូវបានគេហៅថាអំណាចឯកជន
មួយទៀតពាក់ព័ន្ធនឹងរបាយការណ៍ស៊ើបអង្កេតតាមរបាយការណ៍ស៊ើបអង្កេតសម្ងាត់ទាំងអស់បានឲ្យដឹងថាសន្តាគារទាំងអស់នៅក្នុងប្រទេសកម្ពុជាគឺសតែជាកន្លែងដែលផ្ដល់សុវត្ថិភាពដល់ឧក្រិដ្ឋជនមកពីជុំវិញពិភពលោកឧទាហរណ៍ដូចជាសន្តាគារលើរ៉ូយ៉ាល់បានលាក់ឧក្រិដ្ឋជនដែលមកពីចិនដែលបានផ្ដល់គេហៅថាភ្ញៀវពិសេសទទួលជាលក្ខណៈហៅថា VIP ឥឡូវនេះគ្រប់សន្តាគារទូទាំងប្រទេសកម្ពុជាត្រូវបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីអន្តរជាតិព្រោះវាពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋជនសាហាវជុំវិញពិភពលោកដែលបានចូលមកសំងំនៅក្នុងប្រទេសកម្ពុជាមិនថាសន្តាគារសុខារបស់អាសុកគង់យួនមិនថាសន្តាគារណាទេគឺកំពុងតែពាក់ព័ន្ធទាំងអស់ទូទាំងប្រទេសកម្ពុជាមួយទៀតរបាយការណ៍ស៊ើបអង្កេតបានឲ្យដឹងថា Nagavel កាស៊ីណូ Nagavel មានលេនដ្ឋានកងទ័ពចិននៅក្រោមកាស៊ីណូ Nagavel អបអរសាទរសម្ដេចអានេះរបាយការណ៍ថ្មីទៅតែហៅឲ្យតិចមកហ្នឹងណាគេឲ្យប៉ុណ្ណាប្រាប់ប៉ុណ្ណឹងទៅតែកុំជឿណាថាកុំជឿហើយមើលមួយទៀតស្ថានភាពនៅក្នុងប្រទេសកម្ពុជាគេកំពុងតែប្រកាសថានៅក្នុងករណីដែលមើលឃើញថាគេនឹងបង្រួមក្រសួងស្ថាប័នឡើងវិញសួរថាកន្លងមកពីណាអ្នកពង្រីកក្រសួងមិនសម្ដេចពុកហើយចុះពេលដែលសម្ដេចណែតបង្រួមក្រសួងអញ្ចឹងគឺបានន័យថាកំពុងតែមើលងាយសមត្ថភាពឲ្យខ្លួនឯងហើយមែនទេពីមុនក្រសួងមួយវាមានទាំងអីគេក្រសួងដែនដីក្រសួងឧទាហរណ៍ក្រសួងបរិស្ថានក្រសួងធនធានរ៉ែនិងធម្មពលដែនដីនគររូបនីយកម្មអាហ្នឹងគឺប្រភេទគេហៅថាវាសេរីកញ្ចប់តែមួយទេមែនទេដល់ហើយគេមកបបាយចុញឡើងស្ញាញហើយគេថាអូដើម្បីអីដើម្បីឲ្យមានការគេហៅថាបំរើប្រជាពលរដ្ឋដល់មូលដ្ឋានកាលណាមន្ត្រីរាជការកាន់តែធំអញ្ចឹងទៅដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដល់មូលដ្ឋានប្រជាពលរដ្ឋត្រូវការពឹងពាក់ទៅលើមន្ត្រីទាំងអស់ហ្នឹងឯងងាយស្រួលពួកគាត់នៅក្បែរទាំងអស់ហ្នឹងដែរតែអ្វីគ្រប់យ៉ាងយើងដឹងហើយគឺការចែកលុយគ្នាកន្លែងចែកលុយលក់តំណែងចែកលុយដល់ពេលឥឡូវដើម្បីអាកកគេហៅថាចចកដើម្បីកម្ចាត់កញ្ជ្រោងប្រើឈ្មោះទាំងបង្កើតអនុម័តច្បាប់ប្រើឈ្មោះទាំងការរៀបចំក្រសួងស្ថាប័នឡើងវិញអាហ្នឹងណាអាការបង្កើតច្បាប់លុបបំបាត់ឧក្រិដ្ឋកម្មអនឡាញអាការដែលបង្កើតការរៀបចំក្រសួងស្ថាប័នឡើងវិញអាពីរហ្នឹងណាគឺគេសម្ដៅទៅរកលោកមន្ត្រីនៅក្រោមអាវ៉ាតរបស់គ្រួសារតកូលហ៊ុនទាំងអស់ហ្នឹងឯងគេហៅថាអាហ្នឹងដល់វគ្គដែលគេហៅថាវគ្គដំពងហើយមិនមែនគូបាទេណាមិនមែនគូគេមិនឲ្យខ្លាយទៅជាគូបាទេពីមុនមន្ត្រីទាំងអស់ហ្នឹងខ្លាយទៅជាគូបាដោយប្រពន្ធផងស្រីហែងហោហៀខ្លាយជាគូបាចុះបោកប្រពន្ធឧក្រិដ្ឋកម្មបានច្រើនហ្នឹងទៅដើម្បីបំរើសម្ដេចឲ្យបានលុយច្រើនហើយសុបាយខ្លះទៅសម្ដេចដូចសម្ដេចពុកថាអញ្ចឹងហើយមានលុយហើយមិនចេះសុបាយអត់ទៅឥឡូវនេះគេដំពងហើយសម្ដេចគាត់ដំពងហើយអូមិនមែនដំឯនេះកាត់ពងមកណាកាត់ពងហើយកាត់ឲ្យបង្ហូរឈាមចោលមិនមែនកាត់ឲ្យនៅខ្លាយទៅជាមហាថ្លឹកទេណាមហាថ្លឹកបានន័យតែខ្ទើយអាម៉ាតមហាថ្លឹកទេណាប៉ុន្តែនេះកាត់ឲ្យបង្ហូរឈាមចោលបានន័យថាឲ្យស្លាប់និយាយរួមបានន័យថាអ្វីគ្រប់យ៉ាងគឺសម្រាប់មន្ត្រីរបស់ខ្លួនដោយស្របច្បាប់មកទាំងអស់
cho bao lâu mình trai từng ăn nó có vẻ mòn trắng vì mình trắng ấy của quạt đăng luôn ở hải này mày quạt là ngon rồi nè quạt tha quạt đăng bảo biến cua sa sầm tay là không miên trần lò đấy quạt đăng tha còn la còn là hà mòn máu quạt đăng tha cua sa sầm tayกับpông thưa ấy trong thưa ấy của quạt hào ấy mỗi tiết sầm đách banประกาศจับไปเทียนนักกาอย่างบ้านล้อทานของเบาสัมภาษณ์อุกฤษกรรมออนไลน์ในประเทศกัมพูชาบ้านโจกใจ100%ให้สำนักสัญญาทานหนังดอลวีซ่าฟรีดอลปัจเจียจนดอลเทสจอจันจนมากัมพูชาดอลเหมือนเอาเมนกาไพ่คล้ายอัมพีเท้าเมาส์เถอะเมนกาจับจมรัดไอเต้อุกฤษกรรมออนไลน์ไอเต้บางคนมีจำสำได้ช่วงแต่ครอบจุ่มเรียบเนี่ยต้องเอาเคลียร์ทางบอกสมาร์ทอาจจะพลาดทำไมเลยเป็นจำไหมนะฟรีวีซ่าเอาจันให้มือเตี้ยบางคนนั่งเตทาจนจิตจันไหนแค่หล่อนั่งเตทามาเจ๊กิจงอปลุกไอ้อาจจะจอดในการบัญชีบานดักบานบัญชีเตอเอารัฐบาลและประเทศจันปากกาเอาเนี่ยได้เนินเมียนจีแบบเพียบหล่อในขนมประเทศจันนั่นไงนวมเนี้ยจอเติร์ติสจอในประเทศกัมพูชาบ้านจ้าดับใบรัฐจำนองมันแต่เพียบหอยประเทศกัมพูชาคือเชื่อสวัสดิ์แต่เพียบระบบจีจนจันมีสรูจีนเตอร์ญี่ปุ่นจีนเตอร์ไอ้นาถึงอ่ะละฮอดดอลประเทศจนจันมือจำนวนก่อนล้วนหมดค่ะก็เชื่อแต่ให้ได้มาเจโลกอะเกี่ยได้จุดตูจันแบบจำในกัมพูชาวางเป็นนั่นน่ะไม่เชื่อจมรุ่งเอาประเทศจนจันเยอะนักนวมเนี้ยเติร์ติสจอในกัมพูชาเตอร์เก็บฟรีวีซ่านะเตียงในประเทศกัมพูชาหลักใบหลักบานไปพิภพโลกอุกฤษกรรมออนไลน์อุกฤษกรรมเครื่องเงียนกรบสับแบบย่างหอยเอาไปจีจนพลุนไอ้ตัวโจติสจอในประเทศกัมพูชานั่งจนจันกิโลนมอนะก็เชื่อให้ได้บันเทิงจังผัวบันได้ค่ะเนี่ยได้เมาตัวง้อไม่เหม็นเมาสะดาอุกฤษจนง้อให้บันได้แต่ตัวแต่ดักเนี่ยได้เก็บเงี้ยวติสจอเปิดประกอบนู่นบันล้อมเปียงหมกอันนั้นแค่แต่จิตแค่là mớiเคยเปิดจิตติสจอเหม็นไปได้ดาวจอเมาในการมาดาวมกโอ้เนี่ยนั่งเปิดจิตติสจอแต่เนี่ยขอยดูก็อ่านดูเซ็งเซ็งcứอ่านต้องติสจอไอ้แกติสจอให้ไพ่ในการนี้ก็คือมาจุดเรียบในตัวง้อเนี่ยค่ะบอสมาร์ทอาจจะพลาดด่าทำไมให้บอสมาร์ทอาจจะพลาดด่าทำไมนี่บันในท่ารัวกับไลน์อุกฤษกรรมออนไลน์กับล้อเมาได้เนื้อตุ้งเตียงประเทศนี่นะกับไลน์จ้ากับล้อเมานี่นะเกณฑ์เอาหนุ่มเคยท่าเกณฑ์หนุ่มบัดเวียปันตากับไลน์ได้มันต้นเมียนกับล้อเมาอุ้ยจะห่อตาโอ้กับไลน์เซ็งโอ้ตาเซ็งต้นเมียนนะเกณฑ์นั่งเป็นโจปวดนั่งแต่กับไลน์ทำไมตัวนั้นด่าต้นเมียนยังไงปันตายานาเอาคนได้ปัวแม่แต่ขยมไม่เนี่ยกันจังอะบันไทยน่ะเนี่ยเสื้อมันเกย์แต่บอกอ้ามเล็กคือเกย์บานเตรียมโรยจิตสลายให้เกย์บานดังภายในการมวยปีไปดูจำปรามนั่นคือเกย์บานดังทาภายในการ one two three ด้วยใหญ่นะให้แล้ววิเมาเมนปัวภายในการนาหนูวัดได้วิอัพถอยปั้นได้มันแทมใจเมามันเมนทำใจวิมันบองภายในการไหนทุกใบชีวิตดังทางภายในการมวยปีใบกี่ดังอะไรปั้นได้ไม่ได้แต่ฝึกปั้นได้เอาไว้ได้สำคัญมือเทียcứ biết quần lươn phai là ca nó ở lươn chừng nguồn mà đây thà ô à lớn không khai đi pan này dương thời ăn uống phai là ca pin bay buôn bèm chẳng từ pan tay là ọt đấy ui cho phai là ca pram cứ có phai là ca đóm nó thời phở bên bay khai cứ cây nó pra để dập bên thầm ta đập ngày cái đầm bay ở ui chỉ phai là ca nó cả chân chỉ tháp vào ở đây cái hai ta bằng ruồi pe về lía quần lươn mà đây là ruồi phai là ca từ ngón đi ao bia lươn chừng nguồn ao khăng chừng nguồn ban này dây lươn tất cả hai ta đôi xa cả sai đó được chặt ô đã men có à về chẳng cái này rồi ăn nó đuôi đẹp chắc á đuôi đẹp phờ chắc á thì dùng bài đuôi đẹp phờ anh nắng trắng sờ đọc máu bánh đất trong này dây chẳng màu đài anh nắng này trong thọp lược đài màu tiền ở con sầm đài đại màu nhưng mà coi mưa đá trong lưng cũng thở khó à thằng say khó ấy cái thở thiết à là sai đá mày hai dương mơ mùi tiệt Campuchia triêm kre
សម្រាប់ទទួលខ្មែរដែលត្រូវបណ្ដឹងចេញពីសហរដ្ឋអាមេរិកចំនួន 17,747 នាក់ត្រៀមក្រែមើលអ្នកជំងឺហើយអ្នកមកពីអាមេរិកចុះអ្នកមកពីអាមេរិកមានអារម្មណ៍មិនដែរពេលនៅប្រទេសអាមេរិកណាការងារក៏មានធ្វើអ្វីក៏មានហេហើយលុយចាយពេញដៃសេរីភាព freedom របស់ brand ខែក្តៅមានម៉ាស៊ីនត្រជាក់ខែត្រជាក់មានម៉ាស៊ីនកម្ដៅតែมันគោរពតាមច្បាប់អាមេរិកមែនទេឥឡូវគេបញ្ជូនមកវិញប៉ុន្តែអ្វីដែលសំខាន់ទោះបីយើងត្រូវបញ្ជូនមកវិញក៏ដោយតើក្នុងនាមយើងជាខ្មែរដូចគ្នាអ្នកមានអារម្មណ៍បែបណាសួរថាប្រទេសកម្ពុជាក្រទេអត់ក្រទេក្រតែប្រជាជនទេក្រឯណាវិឡាបរិយពេញប្រទេសឃើញទេខុនដូបរិយអាគារធំពេញប្រទេសប៉ុន្តែយើងមើលមិនថាប្រជាជនរងជនភៀសសាក់មិនថាប្រជាជនមកពីអាមេរិកក៏ត្រូវឲ្យដេកក្រែមួយដូចគ្នាចំណែកអាចោឈ្លានពានយួនចិនមានអាខ្លះមានអាចលនៈទ្រព្យផ្ទះមានខុនដូមានអាជីវកម្មគ្រប់ប្រភេទមានវិឡាមានភូមិគ្រឹះមានអូតែលយើងមើលឧទាហរណ៍ដូចអាសុកគង់អញ្ចឹងអូតែលតំបន់ទំនើបទូទាំងប្រទេសហើយអាចិនដែលយួនមកសិតតែនៅមិននៅអាបរិយមួយរៀលអាមេរិក 4-5 ម៉ឺនដូចខ្មែរយើងដែលចាញ់បោកពួកអាលេងនវត្រាយឯណានៅឡើងសិតបរិយពេងហួតបរិយអូខីដេណែអាហ្នឹងតម្លៃលានណាលានដុល្លារណានិយាយទៅចាប់ពីកន្លះលានឡើងទៅអាបរិយចឹងហើយចូលមើលដូចខ្ញុំប្រាប់ចឹងបងប្អូនទៅចូលមើលគ្រប់បរិយថ្លៃទាំងអស់ហ្នឹងបើមិនមានយួនចិននេះភ្នាល់ដល់ពេលឥឡូវឆែកមើលគេឃើញសិទ្ធិអ ுக ្រិតជននៅក្នុងបរិយទំនើបថ្លៃអានោះស្អីគេហើយអីគេលុយអាមេរិកឲ្យជាង$40 លានដើម្បីជួយដល់ជនភៀសសាក់ឲ្យជួយអីរៀបចំជួសជុលផ្ទះសម្បែងទ្រព្យសម្បត្តិដីធ្លីសងសំណងដែលពួកគាត់ត្រូវខាត់បង់នៅពេលសង្គ្រាមកម្ពុជាថៃបែរជាអត់ធ្វើបែរជាទៅរៀបអាដីដើម្បីដែលពួកគេធ្លាប់កាប់ព្រៃបំផ្លាញព្រៃឈើឡើងទៅងោតិលហ៎កាប់ព្រៃឡើងវាលវងអស់កាប់ព្រៃឈើដឹកជូនទៅយួនទៅចិនអស់លេងយកអាដីនោះរៀនឲ្យស្អាតហើយបែរជារៀបចំធ្វើជាដីហើយធ្វើជាផ្ទះអៀនប៉ាន់មកកប៉ោតឲ្យយល់ថាអូយកចិត្តទុកដាក់ដល់ជនភៀសសាក់ចែកជូនប្រជាពលរដ្ឋជនភៀសសាក់អូយចិត្តល្អសម្ដេចចិត្តល្អហ្នឹងហ៎ហើយសួរថាចុះមិនក៏មិនដាក់ឲ្យពួកគាត់ទៅផ្ទះវិញចុះហេតុអីចាំបាច់រៀបចំមកកន្លែងនោះធ្វើអីពួកគាត់ត្រូវការធ្វើសង្គ្រាមទៀតយល់ដែរពួកគាត់ត្រូវការធ្វើសង្គ្រាមទៀតសង្ឃឹមថាសម្ដេចអត់ធ្វើទៅចុះ Hello friend Thailand China want make the war Cambodia and Thailand more you know China make the war Cambodia and Thailand more later again if all friends one piece we must take down the communist China the CCP អញ្ចឹងបងប្អូនមើលមួយទៀតហេតុអីបានខ្ញុំហ៊ាននិយាយចឹងព្រោះវាពាក់ព័ន្ធនៅក្នុងស្ថានភាពពេលនេះស្ថានភាពរបស់កុម្មុយនីសមិនថាកុម្មុយនីសចិននិងកុម្មុយនីសកម្ពុជាទេដើម្បីរក្សាសុវត្ថិភាព
ស្ថិរភាពផ្ទៃក្នុងរបស់អំណាចខ្លួនដើម្បីកុំឲ្យមានការបែកបាក់ផ្ទៃក្នុងដើម្បីឲ្យមើលឃើញថានៅតែធម្មតារវាងគ្នានឹងគ្នាបានន័យថាឲ្យមើលឃើញថានៅតែសាមគ្គីគ្នាដោយកុហកអូខេបកគុំនេះចឹងដែលហៅកាត់ថា CCP ការជំរុញអ្នកដតីឲ្យនៅជួរមុខដើម្បីបង្ហាញភក្តីភាពរបស់ពួកគេចំពោះស៊ីគឺជាយុទ្ធសាស្ត្រប្រតិបត្តិការយូរអង្វែងបានន័យថាអាហ្នឹងគេត្រូវអនុវត្តឥឡូវហ្នឹងគឺគេត្រូវដឹងថាចង់ដឹងថាតើដើម្បីកុំឲ្យយល់ថាដើម្បីសម្លាប់មន្ត្រីឬក៏កងទ័ពដែលគេមិនទុកចិត្តគេនឹងប្រើយុទ្ធសាស្ត្រលេងសង្គ្រាមហើយគេនឹងរុញពួកគាត់ឲ្យទៅធ្វើសង្គ្រាមហើយបើពួកគាត់អត់ទៅបានន័យថាអ្នកឯងអត់ស្មោះត្រង់នឹងសម្ដេចទេតែបើអ្នកឯងខំប្រឹងសម្ដែងថាអ្នកឯងពិតជាស្មោះត្រង់នឹងគ្រួសារសម្ដេចណាអ្នកឯងត្រូវទៅជួមុខហើយដើម្បីបញ្ជាក់ភាពស្មោះត្រង់អញ្ចឹងអ្នកឯងអាចអត់ស្លាប់បានទេនេះគឺយុទ្ធសាស្ត្រឥឡូវនេះអញ្ចឹងបានថារឿងសង្គ្រាមគឺត្រូវតែមកម្ដងទៀតសង្គ្រាមតែអត់ណាសម្ដេចហើយពេលនេះនៅក្នុងគណៈបកកុម្មុយនីសចិនដែលហៅកាត់ថា CCP គឺវាដូចខ្ញុំនិយាយចឹងថាវាមានពីរក្រុមទី1គឺក្រុមស៊ីងហៃហ្គេងមានវាងជីសានមេងជឿនជូឡាក់ហើយក្រុមមួយទៀតគឺក្រុមរបស់ស៊ីចិនពីងចេះអញ្ចឹងក្រុមពីរហ្នឹងបើជាធម្មតាត្រូវគ្នាតែពេលដែលកាន់អំណាចនេះវាត្រូវការគ្នាពឹងគ្នាទៅវិញទៅមកដោយសារអំណាចនៅក្នុងប្រទេសធំខ្លាំងគឺរបស់ស៊ីប៉ុន្តែស៊ីក៏ត្រូវការពឹងផ្អែកទៅលើអំណាចរបស់ក្រុមសៀងហៃហ្គេងនេះដែលគេហៅថាក្រុមអង្គការងងឹតដែលបានពង្រាយទូទាំងពិភពលោកពួកឧក្រិដ្ឋកម្មធំដែលបានជ្រៀតចូលប្រទេសនៅលើពិភពលោកនេះគឺជាប្រព័ន្ធរបស់ក្រុមសៀងហៃហ្គេងអញ្ចឹងស៊ីត្រូវការសហការជាមួយនឹងក្រុមនឹងដើម្បីអីដើម្បីត្រូវការប្រើកម្លាំងទាំងអស់ហ្នឹងក្រុមលៀងលុយក៏ខ្វក់ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀនឧក្រិដ្ឋកម្មអនឡាញគ្រប់ប្រភេទទាំងអស់ហ្នឹងឯងពេលនេះក្រុមសៀងហៃហ្គេងនិងស៊ីកំពុងពាក់ស្បែកមុខคล้ายដាក់គ្នាកាន់តែខ្លាំងក្រុមសៀងហៃខំសម្ដែងអោនក្បាលស្របតាមស៊ីដើម្បីធ្វើឲ្យរដ្ឋាភិបាលកណ្ដាលបានន័យរដ្ឋាភិបាលកណ្ដាលបានន័យថាអំណាចរដ្ឋាភិបាលកណ្ដាលនេះគឺអំណាចកម្ពុជាហើយស្ងប់ចិត្តនឹងទទួលបានកន្លែងឈរជើងបណ្ដោះអាសន្នហើយដោយបង្កើតចំនួននយោបាយខាងក្រៅបង្កើតចំនួននយោបាយខាងក្រៅដូចម៉េចអាហ្នឹងបើយើងនិយាយពីអាហ្នឹងចិនចុះនិយាយពីរបបរបស់មេចៅស្រុកខ្មែរដែលកំពុងតែមានស្ថានបែបហ្នឹងអញ្ចឹងដើម្បីចំនួនឲ្យមើលឃើញថាមានចំនួននយោបាយខាងក្រៅនិងប្រឈមមុខដាក់គ្នាពួកគេបង្កើតអេរយាប័តឲ្យមើលឃើញថាសត្រូវរួមខ្មែរយើងត្រូវតែរួមសាមគ្គីគ្នាណាយើងត្រូវតែរួមសាមគ្គីគ្នាយើងកំបែកបាក់គ្នាឃើញទេអញ្ចឹងមានតែបង្កើតសង្គ្រាមជាមួយថៃម្ដងទៀតនយោបាយតែមួយទេ plan គម្រោងវាតែមួយទេឃើញទេតែការពិតវាបែកហើយផ្ទៃក្នុងវាបែកខ្ទេចហើយប៉ុន្តែវានៅគាត់គេហៅតែមិនទាន់រកកាឡាមួយដែលគេហៅតែអាមួយត្បាច់កអាមួយងាប់រួចណាអញ្ចឹងវាត្រូវតែឲ្យមើលឃើញនៅពឹងពាក់គ្នាដើម្បីរស់សងខាងសិនសម្រាប់ប្រទេសចិនគឺដោយបង្កើតចំនួននយោបាយខាងក្រៅនិងប្រឈមមុខដាក់គ្នាពួកគេបង្កើតអេរយាប័តឲ្យមើលឃើញថាគឺមានសត្រូវរួមគ្នាដែលហេតុនេះធ្វើឲ្យស្ថិរភាពរដ្ឋាភិបាលកណ្ដាលឬក៏អំណាចកណ្ដាលមានស្ថិរភាពបណ្ដោះអាសន្នហើយអាចត្រូវបានមើលឃើញជាការបង្ហាញភក្តីភាពរវាងគ្នាបានន័យថាបានន័យថាក្រុមសៀងហៃហ្គេងកំពុងតែប្រឹងដើម្បីបង្កើតគ្រោះថ្នាក់ពិភពលោកហ្នឹងដើម្បីជួយកម្លាំងដល់ស៊ីដែរណាអញ្ចឹងបានន័យវានៅសាមគ្គីគ្នាអញ្ចឹងអាហ្នឹងអញ្ចឹងយុទ្ធសាស្ត្រដែលបង្កភាពចលាចលនៅអន្តរជាតិបកគមនេះចិនបានពន្លឿនការបង្កចលាចលនៅអន្តរជាតិយ៉ាងលឿនជាងមុនហើយនៅកម្ពុជាក៏គេបង្កចលាចលជាលឿនជាងមុនដែរដូចជាការប្រើឲ្យក្រុមទទួលផលប្រយោជន៍នៅសហរដ្ឋអាមេរិកចេញធ្វើបាតកម្ម No King ដែលយើងឃើញថាគេថាឲ្យមើលឃើញថាគឺទម្លាក់គេមិនគ្រប់គ្រងដូណាល់ត្រាំនេះណាហ្នឹងគឺជានយោបាយរបស់ក្រុមពួកអាស៊ានហៃហ្គេងហ្នឹងហើយ
mà đây làពួកเซี่ยงไฮ้ gang បានដល់លុយឲ្យទៅក្រុមសកលនិយមក្រុមពួកឆ្វេងនិយមក្រុមពួកអូបាម៉ាក្រុមពួកអាបៃដិនណាហើយក្រុមពួកអស់នេះបានបង្ហូរពួកជនអន្តោប្រវេសន៍ខុសច្បាប់ចូលមកប្រទេសអាមេរិកហ្នឹងដោយបង្ហូរហើយពួកហ្នឹងត្រូវបានទទួលនៅលុយពីប្រព័ន្ធអស់ហ្នឹងដើម្បីបង្កគ្រោះមហន្តរាយនៅក្នុងសហរដ្ឋអាមេរិកនេះឯងឲ្យយល់ថាលោកប្រធានាធិបតីដូណាល់ត្រាំអាក្រក់នៅពេលដែលពួកនេះចេញមកធ្វើទង្វើចលាចលច្បាស់ណាស់គឺរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងដាក់កម្លាំងបង្ក្រាបពួកស៊ីឈ្នួលបង្កភាពចលាចលទាំងអស់នេះហើយបញ្ជាឲ្យក្រុមពួកឧក្រិដ្ឋជនទាំងអស់នេះដែលគេមានប្រព័ន្ធជាច្រើនដូចជាប្រព័ន្ធក្រុមប្រព័ន្ធផ្សព្វផ្សាយដែលខ្ញុំនិយាយថាគឺក្រុមប្រព័ន្ធផ្សព្វផ្សាយតាំងខ្លួនជាអ្នកត្រឹមត្រូវតែសិតតែជាប្រព័ន្ធស៊ីឈ្នួលអាគមនីទាំងអស់នេះណាខំប្រឹងផ្សព្វផ្សាយបំប៉ោងហើយថតយករូបភាពឲ្យមើលឃើញថាក្រុមដែលបង្ក្រាបពួកឧក្រិដ្ឋជនអស់នេះគឺបានន័យថាដូចជា ICE បង្ក្រាបពួកអស់ហ្នឹងអីថាគេនឹងខូខើចាប់ផងបោកអីផងមើលទៅប្រេងផ្សៃប៉ុន្តែព័ត៌មានអស់នេះវាសាបហើយវាផ្លែមវាលែងប្រៃវាសាផ្លែមមកហើយព្រោះអាព័ត៌មានពិតអណ្ដែតពេញពិភពលោកអីឥឡូវមនុស្សគេលែងវក់តាមពួកអាឈួតអស់ហ្នឹងហើយហើយបញ្ជាឲ្យក្រុមប្រព័ន្ធផ្សព្វផ្សាយដែលជាន់បណ្ឌិតបន្ថែមផ្សាយឲ្យឃើញថារដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ត្រាំខូខើដោយដែលពួកគេធ្លាប់ធ្វើកន្លងមកដោយរឿងអាសម័យអាចយផ្លយអញ្ចឹងតាមពិតអាចយផ្លយដែលសម័យ Hillary Clinton នោះណាអាចយផ្លយនឹងគឺជាចោរអាចយផ្លយនឹងគឺជាពួកគ្រឿងញៀនប៉ុន្តែក្រុមពួកអាឆ្វេងដើម្បីបំផុសគំនិតរើសអើងពណ៌សម្បល់ពូជសាសដើម្បីកេងចំណេញកេងប្រវ័ញ្ចនយោបាយលើកដំកើងអាចយផ្លយហ្នឹងឲ្យយល់ថាការបង្ក្រាបរបស់អាមេរិកលើអាចយផ្លយណាគឺជាភាពខូខើព្រោះដែលសារប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះគឺជាប្រព័ន្ធផ្សព្វផ្សាយជាខ្ញុំបំរើរបស់អាយ៉ងកុម្មុយនីសទាំងអស់ដែលគេហៅថាប្រព័ន្ធផ្សព្វផ្សាយស្រីពេជ្រឬក៏ពួកសារព័ត៌មាននុយក្លេអ៊ែរដែលខ្ញុំធ្លាប់លើកកន្លងមកប៉ុន្តែឥឡូវនេះវាធ្វើអារបៀបនឹងទៅរួចតែខ្ញុំនិយាយអញ្ចឹងមិនតែប៉ុណ្ណោះពេលដែលពួកវាដែលចេញមកបង្កចលាចលហើយក្រុមបង្ក្រាបបាតកម្មរបស់អាមេរិកដែលត្រូវបានបង្ក្រាបហើយពួកវាតដៃធម្មតាតដៃគេមិនចាត់ការតាមលទ្ធភាពដែលគេត្រូវធ្វើហើយដល់អញ្ចឹងទៅមិនត្រឹមតែមនុស្សនៅលើពិភពលោកដែលធ្លាប់ដែលដឹងរឿងទាំងអស់នេះមិនត្រឹមតែខឹងនឹងរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំទេថែមទាំងអបអសាទរទៀតផងព្រោះពិភពលោកឥឡូវនេះដឹងច្បាស់ណាស់ថាពួកទាំងអស់នេះគឺជាប្រព័ន្ធរបស់ពួកអាកុម្មុយនីសមិនមែនជាអ្នកដែលស្រឡាញ់អាមេរិកទេមិនមែនជាអ្នកដែលស្រឡាញ់ភាពត្រឹមត្រូវទេគឺសេរីពួកឧក្រិដ្ឋជនអញ្ចឹងវាលែងមានប្រសិទ្ធភាពប៉ុន្តែឃើញក្រុមពួកសារព័ត៌មានស្រីពេជ្រនៅក្នុងប្រទេសកម្ពុជាវាខំប្រឹងផ្លុំបំប៉ោងណែតែប៉ោងតិចទៀតស្ដើងខ្លាំងប៉ះយកតែសក់ប៉ះបន្តិចក៏បែកដែរណាចិត្តដល់ពេលហើយតែខ្ញុំសប្បាយចិត្តពេលដែលឃើញក្រុមសារព័ត៌មានស្រីពេជ្ររបស់សម្ដេចខំស្រែកឲ្យមើលឃើញថាអូបងប្អូនមើលរដ្ឋបាលត្រាំខូខើបង្ក្រាបគ្រាន់តែគេតស៊ូមតិគ្រាន់តែគេបាតកម្មសោះហ្នឹងក៏បង្ក្រាបគេដែរប៉ុន្តែបើនិយាយពីភាពខូខើអន់ទេណាมันមានទេបើប្រៀបធៀបជាមួយរបបសម្ដេចនេះมันខ្លាំងបើសិនជាលោកដូណាល់ត្រាំគាត់ខូខើពួកឧក្រិដ្ឋជនដែលចេញមកបង្កចលាចលឲ្យមើលឃើញថាបាតកម្មនេះណាវាអត់ហ៊ានចេញទេអញ្ចឹងបងប្អូនមើលប្រទេសកម្ពុជាហេតុអីបានជាប្រជាជនអត់ហ៊ានចេញមកធ្វើបាតកម្មដោយសារតែរបបសម្ដេចហ្នឹងគាត់អត់ខូខើមែនទេអញ្ចឹងបើសិនជារបបត្រាំគាត់ខូខើវិញដូចខ្ញុំនិយាយចឹងពួកនោះអត់អាចចេញពីផ្ទះបានទេពួកនោះអត់អាចនិយាយពាក្យថាធ្វើបាតកម្មបានទេយើងមើលនៅក្នុងប្រទេសកម្ពុជាជាគំរូហើយពេលនេះអត់ពិបាកនៅក្នុងគេហៅថាប្រៀបធៀបទេអញ្ចឹង easy
ក្នុងករណីបង្កើតឲ្យមើលឃើញតែភាពចលាចលនេះដោយសារអីព្រោះសហរដ្ឋអាមេរិកនឹងបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅក្នុងខែវិច្ឆិកាខាងមុខនេះកាលណាពេលដែលមានការបោះឆ្នោតពាក់កណ្ដាលអាណត្តិអញ្ចឹងពួកវានឹងរកអវាយកោគ្រប់សពបែបយ៉ាងដើម្បីបំផ្លាញប្រជាប្រិយភាពរបស់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំអូនដេចាមកហើយមួយទៀតវាកំពុងតែធ្វើដើម្បីអីទាមទារកុំឲ្យលោកប្រធានាធិបតីដូណាល់ត្រាំអនុវត្តច្បាប់អន្តោប្រវេសន៍ខុសច្បាប់ព្រោះពួកអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់នេះដែលរបបអាបៃដិនបង្ហូរចូលនេះគឺជាពួកដែលបោះឆ្នោតឲ្យពួកអាឆ្វេងនឹងឯងពេលដែលអាមេរិកអនុវត្តច្បាប់បន្តអ្វីដើម្បីបណ្ដេញពួកនឹងចេញអញ្ចឹងសិលឹកឆ្នោតរបស់ពួកវានឹងបាត់ព្រោះប្រជាជនអាមេរិកមិនបោះឆ្នោតឲ្យវាទេឧទាហរណ៍ 100% របស់ប្រជាជនអាមេរិកពិតប្រាកដយ៉ាងច្រើន 20% ទេបោះឆ្នោតឲ្យវា 80% គឺគេបោះឲ្យមេដឹកនាំដែលបេដងល្អដែលស្រឡាញ់ប្រជាជននិងស្រឡាញ់ប្រទេសជាតិដែរអញ្ចឹងវាមានតែរំពឹងទី1ការលួចការលួចស្លឹកឆ្នោតទី2គឺត្រូវតែឲ្យពួកហ្នឹងមានចិត្តបោះឆ្នោតអាហ្នឹងដូចជាយើងមើលនៅក្នុងប្រទេសកម្ពុជាហើយនយោបាយនេះគេនឹងធ្វើនៅកម្ពុជានៅពេលខាងមុខដូចខ្ញុំប្រាប់ចឹងគេនឹងសម្រាប់ប្រជាជនខ្មែរអស់ច្រើនឲ្យសល់ខ្មែរតិចបំផុតគេមិនឲ្យអស់តែមកគេទុកឲ្យខ្មែរនៅសល់ខ្លះដើម្បីអីពេលឲ្យមើលឃើញថាអូគេនឹងវិលទៅរករដ្ឋាភិបាលប្រជាធិបតេយ្យនឹងរៀបចំការបោះឆ្នោតឡើងវិញហើយអ្នកដែលបោះឆ្នោតនោះគឺជាណាគឺអាយុនអាចិនដែលនិយាយខ្មែរឡើងច្បាស់ដែលធ្វើខ្លួនជាខ្មែរដែលមានរហូតទៅដល់700លានអ្នកនៅក្នុងប្រទេសកម្ពុជារួចទៅហើយប៉ុន្តែគេប្រើអាមនុស្សដែលគេហៅថាបន្លំជាខ្មែរបាន 100% ជិត20លានអ្នកនោះចូល25លានអ្នកនោះណាគេប្រើតែពួកអាហ្នឹងមកបោះឆ្នោតហ្នឹងក៏របបហ្នឹងក៏នៅតែឈ្នះបណ្ដោនៅតែឈ្នះដដែលដែរអាហ្នឹងគេធ្វើផែនការជាមួយគ្នាកំពុងតែអនុវត្តផែនការហ្នឹងប៉ុន្តែសួរថាផែនការហ្នឹងមិនជោគជ័យទេគេដឹងថាអត់ជោគជ័យទេសម្ដេចគាត់ដឹងថាអត់ជោគជ័យទេប៉ុន្តែផែនការដែលចិនដាក់ឲ្យត្រូវតែធ្វើតែអ្វីដែលរបបនេះជោគជ័យគឺសម្រាប់ប្រជាជនខ្មែរគឺត្រូវតែជោគជ័យតែម្ដងអាហ្នឹងហើយđâyបានខ្ញុំថាផែនការនៅក្នុងការដែលសម្រាប់ខ្មែរអស់ទៅដើម្បីរៀបចំការបោះឆ្នោតឲ្យមើលឃើញតែផ្សះផ្សាបង្រួមជាតិជាមួយនឹងពួកអាជាតិតយនយោបាយคล้ายបើមិនឆោតនោះតទៅទៀតឲ្យយល់ថាអូខ្មែរផ្សះផ្សារួមគ្នាហើយមួយទៀតដើម្បីឲ្យមើលឃើញថាខ្មែរពិតជាផ្សះផ្សារួមគ្នាមែនណាដូចខ្ញុំនិយាយចឹងគេទៅតែលេងឈុតឆាកឲ្យមើលឃើញកំហឹងថាអូទូសង្គ្រាមកម្ពុជាថៃបន្តទៀតហើយដើម្បីយល់ថាអូឥឡូវយើងផ្សះផ្សារួមគ្នាទៅយើងឈប់ឆ្លោះគ្នាដើម្បីការពារទឹកដីរបស់យើងត្រឡប់មកវិញហើយបញ្ឈួលកំហឹងឲ្យប្រជាជនខ្មែរស្អប់ប្រជាជនថៃឲ្យប្រជាជនថៃស្អប់ប្រជាជនខ្មែរ Hello all friend ប្រជាជនកម្ពុជារកប្រជាជនថៃឡែនយ៉ាអាហ្នឹងគឺគេឲ្យមើលឃើញអញ្ចឹងមែនទេសម្ដេចដូច្នេះមួយទៀតគោលនយោបាយដែលឲ្យមើលឃើញតាមផ្សះផ្សារួមជាតិរបស់វានេះអត់បានជោគជ័យទេព្រោះកម្ពុជាគេនឹងត្រូវតែជំរុញអន្តរជាតិនឹងត្រូវតែជំរុញឲ្យរបបអាមេចៅនេះអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព 100% ព្រោះគោលនយោបាយអាមេរិកនិងគោលនយោបាយអន្តរជាតិនៅឥឡូវនេះគោលនយោបាយធំបំផុតគឺគោលនយោបាយបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេសរបស់ខ្លួនគ្រប់ប្រទេសទាំងអស់ឲ្យតែជាប្រទេសសម្ព័ន្ធមិត្តជាមួយនឹងសហរដ្ឋអាមេរិកអត់មានផ្លូវជ្រើសរើសទេត្រូវយល់ឲ្យច្បាស់នេះគឺជាការអនុវត្តដ៏មានប្រសិទ្ធភាពអញ្ចឹងបងប្អូនគិតថាផែនការវាជោគជ័យទេប៉ុន្តែដូចខ្ញុំប្រាំអញ្ចឹងអ្វីដែលគេមិនបោះបង់គឺសម្លាប់ប្រជាជនខ្មែរ China and Vietnam kill people in Cambodia China and Vietnam invading Cambodia
năng hai mươi tiết bông phong mưa phong mình đặt châm phong thế bẻ phong cho môi năng Ukraine cam online được trong tay cam chia đại ban bạc phong đó rồi chia chun chụp phong còn tay bông phong chụp lại pe an bia bên chỉ tới phù năng cứ chia sầm nè pin lình con tay bà nè tụi ngọc niệm chi diêm an nè tụi ngọc niệm đăng thà ta Ukraine cam đi việc pray say bài nào hai Ukraine cam đi việc ban tiện tiền anh cả trên sầm khăn đôi chưa chụp con hơi nâng am mà bài nào trong tầm mốc trong cái tha bà hai chơi Ukraine cam online ní mình bạc qua nó chụp con này con tay ở lớn ba chụp con ôi đồng thơmสบายchất mình men สบายchất đang tổng bơ Ukraine cam để phơi bắp chân chưa chụp con thế bàn tay này anh bạc qua và chưa chôn chụp con bạc quaพ่อไปย้อยประเทศญี่ปุ่นญี่ปุ่นสมัยอาคาบอสเชียญี่ปุ่นได้เจออายองเราบอกอาจันกระหล่อเมาส์แล้วนะได้บานสำหรับลูกอาเบ้นะอันนั้นไหนอันนั้นญี่ปุ่นกรมไหนแต่แล้วนี่ยูรามันไตรซาเนเอตากาอิชิเชื่อสตรีดอกจาขนมประวัติศาสตร์ระบบประเทศญี่ปุ่นจะบาล้อคลาฮันรังมองห้อยคลังจังเนี่ยไอ้ปะประชาชนญี่ปุ่นหายเพื่อไอ้ปะพอไปย้อยมันได้แต่โอเคอุกฤษกรรมออนไลน์เปรย์ไซในขนมประเทศกัมพูชีเพื่อไอ้คาดบ้องดอประเทศญี่ปุ่นจำนวน140 จอยบวนปอนเลียนใหญ่เลียนใหญ่คือสมาชิกปรับ440 เหรียญดอลลาร์สหรัฐอเมริกาให้ในเปนี่เซตประให้ดับเนี่ยเตี้ยกำปองบัดขลุ่นมันต้วนเราเคยในขนมประเทศกัมพูชีในเปได้เนี่ยเสิร์ฟกาเนี่ยเสิร์ฟเกย์ระบบญี่ปุ่นมาใส่เชื้อโรคนี่เซตระบบเกย์นำไปชี้ชนระบบเกย์นี่นะเปรียบโดยไอเปรียบโดยเชียร์อย่างไรตาบาทวีในพิภพงงเงินเอาเตยผลลือประหยัดติดเคินจังกรุบกระไรถึงอ๋อจังแกการนาคิดเตยดอลกระไรนะบันในท่าดอกกระโลไม่บุญจุงอ่ะคือเถอะทอดบ้านถึงอ๋อให้ทอดบ้านถึงอ๋อ easy เคยเนี่ยแจกเตียงแล้วอ่ะแจกเตียงเป็นแดดปลัวเนี่ยเธอกางเงี้ยสำคัญเราบอกอเมริกนั่งญี่ปุ่นนะคือเก็บเมียนบังแจกชิปได้ชั่วปลอบปอนราดาตุ่มเนื้อปลอบญี่ปุ่นนั่งอเมริกจังกานาพวกกวาดดาวติดดอลกันไหลน่ะมันแม่นทำแต่ดอกกิโลไมต์บุญจุลงไงบันในค่ะสเตอร์ไตมาแค่นึงก็มาดับบอลน้องคือจะบ้ากันไหลแต่อ๋ออันนั้นจังให้บ้านก็ชมจอมันเจ้าทักชมไตรอ๋อชมรีดีปลัวไอ้หลังนี้เอาไว้เป็นเลยกูอาคลาในของตักเต้ย่เป็นในของตักปันใต้จังอยู่ทำวิชบ้าวิชบ้ากรอไลใบไฟบัดแต่ไปเจอบรอดทำไมเกดเอาเมื่อเคยเนี่ยไหมเนี่ยให้โดยเฉพาะเมียนชื่อชาแต่ชมพอเตอร์มองโอนทำไมทั้งเคยเฉพาะมันเม้นมองในเนี่ยซาปอนเม้นสกทำไมกอดจังพอได้แต่แบบพอหลับเอ๊ะถึงจังให้ปอนเม้นอ๋อนี่เด็กชมโยมแบบพอที่น่ะเด็กชมใหญ่จังมาวีละใบในเรือชาอันแต่จิตลำปิ้งสกอลล์สกทำไมอันละใบเองแต่เนาะตุ่มเนื้ออันแต่จิตเก็บพอมวยรอบโรยแค่อันนั้นนึกครองจะเน็ตไอ้พ่อไงเด็กอาเมียนเนี่ยโจมเมื่อหลังรอบโรยแค่ยังกันเมื่อซัวท่าอันตรจิตปีพบโลกแต่มูนี่คือcáiเอาดำไล่จะเลอเอฟเอ็กระบออีลอนมากกับรัตนาโปรเอฟนี่คือจะกี่หาแต่ฟรีสปิกสไลด์เพียบหนึ่งขนมการบรรจัยมันเต้นสไลด์เพียบหนึ่งขนมการเดี๋ยวจะได้คือเหมือนมีนฮามคอดเหมือนมีนดักตอนการเอาไว้ตรงอ๋อ
chăng nè đại thua miên khoa tang ở pi phụ ukraine xem là ai phải tranh ban về muốn là lớp phải tranh mau pin vì phốp lộ là lớn đi mà nữ ai tập tôi ban po là miên chọn bạc cái lai thà nô này na trao này na nữ lọ vì muốn cái ao mưa khơi tam bà quan phụ cái ao bà quan sọc sai nữ lệ é nữa nè cái chơi sầm đáy ao khơi như phụ à chơi nhô lọ chơi sầm lanh chơi sầm đai trong tới nè đó là khoa tang ở bơ à cái đó đại việt bọt bát pin vì phốp lộ hai mươi tiết đôi riêng nơi của tiếng Ukraine khi trong phò nhà tao khi thế hết ai ban chia Zelensky mình pro mình chấp sự kiềm hết ai ban chia giá phiếp ở Europe mình trồng rơi ai bên cạnh mình chấp sự kiềm phim ta bắt buộc cái ai mình chấp sự kiềm rồi xin Ukraine ban phim bàn tay ba mình chấp sự kiềm xua tha Zelensky lần thứ thưa ai Zelenskyนังแต่อ้อมนาให้ได้มันเถอะอ้อมนาการนายูเครนมันจอบสังเกตยูเครนนังเตอร์มีการเรียบจอมบอชนาดหลังเวงผัวตามปัดเซเลนสกี้บันพอดอันนัดบัตเตอร์ให้ปันใต้ดำใบเดซ่าอำนาจเราบอกคล้วนให้อำนาจเราบอกเซเลนสกี้นี่เกี่ยวพอดไปย้อยเราบอกไอ้เราบอกครูซาคนแสนพ้องไม่บานจะแปะปอนของคนแสนแย่พอไปย้ายเราบอกกรมผู้อาชีพนิยมพ้องบอกจันกรมดีพ้องบอกปวดสหเพียบรบแดงไปเชื่อทำใจคลายพอเฮ้พวกอำนาจเราบอกเซเลนสกี้บ้านเปียกป้อนจมวยนังการจุดโดกบหมาจุดโดอาวุธจุดโดเครื่องเย็นcứ sát tay chỉ bảo quan cho mỗi khi là bọc cứ xa hôn đôi khi này Ukraine tất cả mà bơ bơ cả lối cứ miền nơi không mà tới Ukraine đôi khi quan tay của xa qua là miền tây anu upside thế của đại xa đôi ôn phép chăng thà xa qua miền tây anu money của chia xa qua là miền sấy pích quan tay ở đây cứ trai ban lên tất cả hay là trong số bom ôn các niên là nè để phơi qua là miền tây anu nó quan lồng ngông này quan bậc cái đó thì trai chưa qua là miền nó không xem đầm bay vô mập sai bàn tay đời xa quan mình ai sai ban đời xa tay sầm đạch có cho ngoặt có đại nhiễm sai đẹp đá là anh ngồi mà cua xa có prong có hiền có sọc chật bàn lùi ấy sai làm sai tam mấy bàn lùi hay bàn mục ngoan thế à có thơ trong đó bàn tay anh như vậy qua là miền để Ukraine thọc tiếp rồi bom buộc đại sầm đạch thưa ở mưa khơi lọ đấy nè bom ôn được trong prap dân tầm mơ được trong channel x ô kẻ hai tha mình phát qua mình bom ôn khơi trong phong mà ngay mà pay sam sập phong nữa á bom ôn thà tràn qua là miếng tràn nào bom ôn ơi mơ mình ọt thế mình miếng tập pan năng thế ăn năng nhom prang lăng sờ leo phần này phó nè lòng bên phó là bay chai chun qua là miếng đập bay ở đây tao không đi mơ thà tao ăn trả chữ cái đào đòn na miền ấy khác anh đang hai để trong mình chia tha pe để cái cột cron dương thế anh đang cái cột cron cái mình ao dương đi hái lấy đi cái đầm bay cột cron khu các ba là bao chưa bọt khmái cái đằng thạch khmái nè lánh và bay này lánh trôi năm và bay này tụi niêm tụm lo bọt khmái và cả được cầm hai chim xe khmái cứ trôi cho bay nèสบายcao tục dân kinh mơ khai dưỡng làm ngày 4 dùng 7 ngày lên dùng đòm rồi ngay đã thùng ba ròm khi ông bị không mấy lưu tầm rồi ngay cái đã thùng ba sờ bài dương bị ấp đắng á bên nơi cái hai tập lớn nơi sờ bài hãy cho là cái ca cầm thì sờ bài khục cả lại gia tiền nó bom bom cái tớiนี่ให้แกให้ทำไปที่สร้างในการกรบกรองคู่กับบ้านเราบ้าปัจจุบันขนมปฏิกรรมเชียอันนี้งอมเต้เนี่ยเคยเอาลงตันติ๊กได้หายมาละแมงขัวซาอันพ้องแมงกรมอันพ้องเป็นปากขัวซาอันเต้บ่าเต้อันมีลอยเต้เปโดอันมีลอยเชียบาลอยชูนะโอ้ยบ้าน่าเวทนีนะคิดเพื่อเอาทำไมมาดอนน้ำหนักcao mới kểให้ถ้าโดยอังกอเอียเนี่ยvề đam bay tụi còn tích đã máu chụp bạch ơ
đôi co cho khoảm co chẳng răng là ri ở liền nhằm mình cài tháo kẻ ta ọt cho cái này ọt xăm kia cái này anh nó ngay chia đầm nạ cá đây cái cầm bông đấy vừa hai giờ mới mùi tiệt đôi chia riêng sẵn kriêm bông bông chưa là chồng am đấy khăn vào pan nâng đáy hay đấy ban thua sẵn kriêm để mùi rong của du mày thế hai am đấy có khăn ý xã có khăn hai đây có thua cho mùi rong du mà này bông bông thua lư khi mình dây cái lò màu tết thả riêng ấy rong á mình men đôi chỉ riêng nơi Venezuela thế khơi thế nè am đấy khăn Iran Israel khăn phong á cầm tết việt tăng bị thằng ai thì mà phải bảy lọ mà ra thằng ai nè mình toàn cho phong á tầm mùi than cro bia lê cả lạnh phải lật cro với tầm bẹt cả đá tầm mà bẹt cả đá thế cho bà sân chia độc bom đi vì chôn chay được nông ca đại phải lật nôi khỏe e thằng on nắng á bong cái ta bị phốp lông đi rồi thế chẳng ta cua con lục trámหรือก็คังลงประเทศนี้ทำได้โดนตรามแล้วเมื่อคนไอ้ต่างกันเนี่ยเหมือนเนี่ยน่าก็ดังได้ท่าอาไม่ได้ครั้งอ่ะอิสราเอลก็ครั้งได้ให้ความแต่อิรังมุ้ยนะอาไม่ได้พองอิสราเอลพองอ่ะบอกสมอาดหน่วยเคลเอียรงจับผลัดหน่วยเคลเอียไม่ซื้อระบอิรังบอกสมอาดอ๋อกรมอุทยานอุรังอดบอดอ๋อให้ตั้งไปทั้งไงที่มาพายรำใบคายกองเพลหล่อโหดมาได้เลยนี่เนี่ยไงที่สามสับหายตามระบายกาได้ประโมลบ้านคือเติมบานเปียกกระดาษดิเติมออกเปียกกันดาดิจังบอมออนกันเมื่อตามันได้มีอารมณ์ท่าอีบัวตัวประเทศนี้ทำได้โดนอัตรามทัวร์สังเกตยูเปย์จะเผยลังใครครั้งเสร็จก็แฉลกเพียบแต่ละจอละcho bỏ ớt vơ sẵn krem cho mùi Iran nè anh vô ấy tự tục cho mùi bia nè ná tự ai tục Iran bán hay xua tại Iran khăn chẳng đại xa nè ná mà đại xa công lý chân nâng đồ xí hai mùi tiết của akram sa parliament sray bách sray nên không sắp thao am đây thơ sẵn krem cho mùi Iran nâng đại xa để trong ban preng đồ bỏ Iranผู้อาบอมโพลสังคมนะอาไม่ได้จ้ะอัดควักเปรนเด้ให้ไอ้เนี่ยไอ้từ bà ban từอาไม่ได้จ้ะหรือก่อนเนี่ยไอ้ศึกษาประวัติระบอบอาไม่ได้เมื่อถ้าอาไม่ได้ได้เมียนตรงจิตโนดให้นังเมียนกายนั่งไงนั่งดำนางไอ้เก้อับกายนั่งก็ดำนางเอาอยู่รวดดมบงไงชโนชโนนั่งคือรวดดมบงไหนเก็บดมคดีบานประมาณรวดคือชโนนั่งกลอยมาแต่เก็บบานประโมบานเต็นเต็นเส้นแต่จวบนั่งคลายแต่เชียรวดถึงมวยนั่งอ้ามเลยแต่ก็นั่งอ่ะแต่เราเตยเชีย50 ปี50 ใบรวดนั่งอ่ะบานกี่ด่าเตยจีบกายอันนั้นอ่ะบานในท่าอาบกายเชียง50นั่งอ่ะคือบานนี้ยัยเตยบานในเชียง50 ปฏิหายให้อ่ะแล้วชมวยจะห่อยังเมื่อปฏิกรรมไปเชียปฏิยังตุยมวยมันtôi chương roát kê môi bò đấy hai dương miền này miền rai pren can rai miền rai thọ bông rai usman rai oi rai nhôm rai kêu bảo phết cho bật tê kê mà đây môi đại miền bật tê đo tại chương 50 nữa bật tê nó ăn miền rai ấy rồi ăn miền đồng bò fly sầm khăn được cầm chí rồi khó là kê mình mà fly bật tê kê đã hai ở vậy đại kê thưa nó không kê thưa rằng kê mùi Iran này là mấy ấy pro sầm mót homo cứ chia cho sầm mót bạn này tha cho sầm mót on trạ chiết cả đất chuyển chun chỉ on trạ chiết phía chia plau sầm khăn cho bà sân cho Iran chột chay chẳng cả cướp krong và quan tham mà pol tôi đang bị phốp lô nè cứ thân là lừa chân hai ngày Iran nó Russia bị cướp krong đúng không chẳng bị ao ngoap bị ao rua anh ấy bị ao ngoap ao rua hôm nay anh chẳng mến hai tụi bay chia Americ tra cà pren có Americ mến tư thôi chào hà rồi đôi ai vua nạc chân liên pin
ទៅយករ៉ែនៅក្នុងប្រទេសកម្ពុជាយកប្រេងយកមាសយកឈើយកត្បូងយកពេជ្រ